video vlog từ lên Hồng Kông ngày thì mùi bom mẹ thay lại trên hay bong ốn trong đằng thas cam phiệp mẹ thay lại nơiក្នុង video ពេញ មិនខ្លះយើងទៅតាមដាន video ពេញទាំងអស់គ្នាជំរាបសួរបងប្អូនស្វាគមន៍ប្រកាន់ vlog ម៉ាក់ថៃឡាយចា video នេះគឺទៅលេងហុងកុងថ្ងៃទី1ដែលខ្ញុំទៅលេងរយៈពេល4ថ្ងៃ3យប់ពេញតែមកចាគឺនៅក្នុងហុងកុងវល់នឹងឯងហើយនេះជារូបភាពថ្ងៃទី1ដែលខ្ញុំធ្វើដំណើរចេញពីផ្ទះទៅជាមួយដៃគូខ្ញុំចាគឺមិត្តភ័ក្តិបែបចាស់គ្នាយើងគឺមកដល់គឺ check in វលីចៃដន្យនេះចាគឺលើសគីឡូកន្លែងនេះធ្វើមុខស្ញាញ់ព្រោះដោយសារថ្ងៃទី1ទឹមទៅហ្នឹងគឺចាប់ផ្ដើមគឺលើសគីឡូបាត់ហើយដល់អញ្ចឹងគឺមើលមុខដៃគូចាមើលមុខជេសុំផ្ញើគីឡូចាអញ្ចឹងក៏ដូរដាក់ហើវលីដាក់លាយមួយគាត់ខ្លះទៅបន្ទាប់មកយើង check in ហើយឡើងមកខាងលើរងចាំ fly យ៉ាងឡើងយន្តហោះចាគឺអង្គុយចាំអញ្ចឹងទៅឃើញថាពេលថ្ងៃខ្ញុំទៅហ្នឹងមនុស្សហៀងច្រើនចាហៀងច្រើនគួរសមដែរពលានយើងឥឡូវគឺយើងរងចាំហើយគឺដល់ពេលយើងឡើងលើយន្តហោះហើយមួយថ្ងៃហ្នឹងគឺអារម្មណ៍វល់អត់បានគេញនិយាយរួមទៅរាប់អាក្រក់អីតែបានដើរទៅណាគឺអត់គេហ្មងគឺគេអ្នកលក់ហ្មងសូម្បីតែជេដែលគាត់ទៅមួយខ្ញុំហ្នឹងក៏អញ្ចឹងដែរចាដល់ពេលអញ្ចឹងមានណាពុលយន្តហោះចាលើកទី1ឯងចូល20ឆ្នាំឯងដែលខ្ញុំពុលយន្តហោះគឺក្អួតពេញនឹងបែកក្អួតហ្មងចាហើយម្ហូបគេក៏បានដាក់មកហើយញ៉ាំអត់ឆ្ងាញ់ទេព្រោះដោយសារយើងអត់ស្រួលខ្លួនណាសូម្បីតែយើងញ៉ាំការ៉េមក៏មានអារម្មណ៍អត់ឆ្ងាញ់ដែរគឺផ្អែមជ្រុលអញ្ចឹងគឺញ៉ាំអត់ចូលទេគឺទឹកមុខស្លេកស្លក់ហ្មងញ៉ាំអីក៏អត់បានដែរអញ្ចឹងទៅគឺចាប់ផ្ដើមស្គមតាំងពីចេញទៅបដើហ្នឹងហ្មងដោយសាររៀងវល់ពុលយន្តហោះហើយនឹងយើងអត់គេងហងឥឡូវគឺញ៉ាំអាហារហើយគឺដល់ហុងកុងតែម្ដងចាឲ្យតែឃើញអាគារខ្ពស់គឺដល់ហុងកុងហើយតសើកតៃអែរឡៃនេះគឺគេលើកវលីយើងថ្នមហ្មងចាគឺខ្ញុំឃើញផ្ទាល់ភ្នែកឥឡូវគឺយើងចេញពីលើយន្តហោះចុះមកហើយគឺឡើងជណ្ដើរដល់ខ្ពស់ចាគឺហុងកុងមកដល់នឹងភ្លាមគឺលឺសំឡេងតឹងនឹងត្មងសំឡេងកណ្ដឹងហ្នឹងបើតាមខ្ញុំមើលប្រហែលជាសំឡេងអសន្នស្ងាប់អ្នកពីការឲ្យគាត់ប្រុងប្រយ័ត្នពេលគាត់ឆ្លងខ្នល់ឬក៏មានចដើយន្តអីកន្លែងគ្រោះថ្នាក់អីគឺគេដាក់សំឡេងហ្នឹងបើតាមខ្ញុំគិតណាខ្ញុំរៀងភ្លេចដែរព្រោះខានទៅហុងកុងយូរចាហើយសារនេះគឺជាលើកទី4របស់ខ្ញុំទៅហុងកុងហើយក៏13ឆ្នាំគត់ខ្ញុំរាប់តែដែលខ្ញុំខានចូលទឹកដីហុងកុងចាដល់ពេលចូលមកសារនេះគឺប្លែកភ្នែកជ្រើណាព្រោះហុងកុងគេកសាងរហូតហ្មងគឺទៅលើកណាដែរថាអត់កសាងទេហើយពលានគេក៏ធំដែរនិយាយរួមពីអ្នកជេដើរឡើងបែកផ្សែងហ្មងចាដើរឡើងឈឺជើងហ្មងចាហើយបន្ទាប់មកក៏ជេគាត់ជួយថតរូបថតអីឲ្យឡើងមកអស់ខ្យល់របស់គាត់ដែរហ្នឹងណាតោះមើលកន្លែងជីតាក់ស៊ីហងគឺដើរកង់ប្រជុំចាមិនមែនជីតាក់ស៊ីស្រួលដូចនៅខ្មែរណាចាគឺតែតម្រង់ជួរដើរមកកង់បន្ទាប់ពីយើងដើរកង់មកជុំតម្រង់ជួរហើយមកដល់ក្នុងនោះយើងត្រូវកត់ឈ្មោះម្ដងទៀតថាយើងទៅណាគេហៅឡាននឹងឲ្យយើងព្រោះអីដោយសារហុងកុងគេបែងចែកតំបន់មួយគឺឡានពណ៌មួយតំបន់មួយគឺឡានពណ៌មួយហើយតំបន់ដែលខ្ញុំទៅហ្នឹងគឺឡានពណ៌ក្រហមចាដូចរឿង TV ប៉ាអញ្ចឹងថតមួយសិនចាព្រោះខ្ញុំក៏ fan រឿង TV ប៉ាដែរចូលចិត្តមើលណាស់រឿងហុងកុងល្អមើលហើយនិយាយពីជិះតាក់ស៊ីនៅហុងកុងគឺថ្លៃចាថ្លៃសាហាវក៏មិនចាញ់នៅជប៉ុនមិនដែរហើយកន្លែងនេះខ្ញុំថតចដើកន្លែងនេះខ្ញុំត្រូវមកធ្វើកាមេរ៉ា DJI របស់ខ្ញុំតម្លាក់ជេចូលតែភ្លាមគឺខ្ញុំមកនឹងភ្លាមបន្ទាប់ពីខ្ញុំធ្វើតម្លាក់កាមេរ៉ាធ្វើហើយគឺខ្ញុំចុះមករោឡានតាក់ស៊ីតែគេអត់ដឹកទេព្រោះដោយសារចិត្តពេកថា1គីឡូជាងឯតាក់ស៊ីនៅនេះគេអត់ដឹកយើងទេអញ្ចឹងយើងត្រូវចាំឡានក្រុងចាតំណបានចាំឡានក្រុងជិះបានសម្រាប់ព្រោះអីយើងអត់មានកាក់ហើយឡានពេញក៏គេឲ្យយើងជិះដែរចាអញ្ចឹងហើយគឺត្រូវចុះឡើងហើយម្លុកដែលខ្ញុំនៅអូតែខ្ញុំចាគឺសិតតែចាស់ជរាគ្រាន់តែមកដើរចិត្តមកដល់អូតែមកជុំហ្នឹងគឺអត់មានឃើញក្មេងស្ទាវអីឬក៏ប្រុសសង្ហាអីស្រីស្អាតអីគឺអត់មានទេចាគឺសិតតែចាស់ហ្មងម្លុកខ្ញុំនៅនឹងដោយសារខ្ញុំកក់អូតែលេងហ្នឹងដោយសារវាចិត្តតែទៀសភ្លើងហើយក៏ដូចជាចិត្តកន្លែងខ្ញុំធ្វើកាមេរ៉ាអញ្ចឹងស្រួលខ្ញុំយកវិញអញ្ចឹងណាហើយខ្ញុំដើរហត់ពេកទេសួរជេគាត់ថាឃ្លានអញ្ចឹងក៏ចូលកំងបបញ៉ាំទៅព្រោះដោយសារយើងអត់សូវស្រួលខ្លួនណោះហើយហៅគៀវជេអញ្ចឹងខ្ចប់ទៅកន្លែងគេងដល់យប់ឡើងនឹងជេសួរចេញក្រៅខ្ញុំថាចេញក្រៅទេខ្ញុំអស់កម្លាំងខ្ញុំចង់គេខ្ញុំគាត់ក៏ទៅទិញមីឲ្យញ៉ាំពេលយប់គាត់ខ្លាចខ្ញុំបាក់បៀស្អែកដើររួចអត់មានអ្នកណានាំគាត់ដើរចាហើយ vlog ថ្ងៃទី1របស់ខ្ញុំនៅហុងកុងនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំអត់ទាន់បានចេញទៅណាទេដោយសារ fly យើងទៅដល់វារៀងអាស៊ីហើយអញ្ចឹងគឺគេងយកតម្រងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនចាំជួបគ្នានៅវីដេអូក្រោយៗបាយបាយ